ឥឡូវយើងមកបន្តពុទ្ធានុពតប្រវត្តិបន្តទៅទៀតមកដល់ចំណុចថាពេលចិត្តផុតមច្ឆមយាមទៅហើយព្រះពោធិសត្វក៏បានពិចារណានៅបដិច្ចសមុប្បាទធម៌ដោយវិធីដោយវិធីច្រាស់បណ្ដោយចុះឡើងហើយក៏ទ្រង់បាននៅញាណទី3ហៅអាសវខយញាណណាអាសវខយញាណពោលគឺការដឹងនៅហេតុនៃការកើតនិងរលត់នៃអាសវៈអាសវៈគ្រឿងសៅមងព្រះធរណីក៏កម្រើកអំពីនៅកម្រើករំពើកអស់វេរៈ12ដងជានិមិត្តរូបនៃការបូជានៅការបានត្រាស់ដឹងនៅសัพពញុត្តញាណរបស់ព្រះសទ្ធត្ថគោតមជាបរមសម្មាសម្ពុទ្ធធម្មជាតិទេពតានានាបានបញ្ចេញកម្រងផ្កាបានលើកទងជ័យឡើងថ្វាយនៅសេចក្តីត្រេកអររបស់ខ្លួនចំពោះការបានត្រាស់ដឹងរបស់ព្រះសទ្ធត្ថជាព្រះពុទ្ធអង្គពេញលក្ខណៈព្រះពុទ្ធបរមគ្រូកាលបាននៅសមាសម្ពុទ្ធញ្ញាណហើយនៅសមាសម្ពុទ្ធញ្ញាណហើយព្រះអង្គគៀតថាជាដំបងថាអនេកជាតិសង្សារੰសទ្ធាវិសੰអនិពិសੰកហការੰកវេសន្តោទុក្ខោជាតិបណបណੰកាហការេកហការៈទិដ្ឋោសេបណកេហੰអ្នកកាហសេសព្យតេជាសុភាអត្តាកហភូតੰកហភូដੰវិសង្ខតੰវិសង្ខារេកតੰចិត្តੰតណ្ហោណੰខយមច្ឆកាមានន័យថាកាលពីអង្គអញតថាគតអន្តោលក្នុងវាលវត្តសង្សារចរើនអសង្ខ័យកោតកັບតែងបានទុក្ខារាល់ជាតិភពឥឡូវតណ្ហាគឺជាងផ្ទះតតថាគតយល់ច្បាស់ក្នុងចិត្តសុបបានដឹងបានឃើញដោយសពគ្រប់អ្នកឈប់សង់ផ្ទះបានទៀតហើយឆ្អឹងជំនីនឹងដំបូលអ្នកតែរៅអញបំបាក់អត់សល់ឡើយចិត្តថាគាត់បានដល់ត្រើយអត់តណ្ហាឡើយ
គឺនិព្វានសំណួរសួរថាញាណទាំង3គឺបបេនិវាសានុសតិញាណ1និងចតោបបោតញាណ1អសវខយញាណ1ជាចំណេះកើតមកពីការពិចារណាឬព្រះអង្គតើនឹងហៅថាអ្វីផ្សេងទៀតបានទេអនុមោទនា